បាទសួស្តីបងប្អូនលោកអ្នកប្រុសស្រីដែលកំពុងចូលមើលការ live បន្តផ្ទាល់ពី channel ខ្ញុំបាទសំណាងបាទពីคลิปមុននេះគឺคลิปទី1ខ្ញុំបានជម្រាបជូនលោកអ្នកប្រុសស្រីអំពីដំណើរជីវិតនៃការឡើងនៃការឆ្លងកាត់ក្នុងឆ្នាំ1970មកដល់1975បាទការលើកឡើងការរំលឹកឡើងនៅជីវិតឆ្លងកាត់ទាំងនោះខ្ញុំបានរំលឹកឡើងវិញនៅការនឹកឃើញដែលមិនអាចបំភ្លេចបាននោះមាន7ចំណុចហើយដូចបានរៀបរាប់តែជាដំបូងក៏សូមអធិស្ឋានផងដែរចំពោះការដល់ការបច្ឆេទមិនបានជាក់លាក់ហើយនឹងមានការភ័ន្តច្រឡំឆ្នាំខ្លះដែលខ្ញុំបានជំរាបជូនដូចជាចង់និយាយថាឆ្នាំ1975ហើយវានិយាយទៅដូចជា2075ឬក៏ឆ្នាំ2015ហើយជាឆ្នាំ1925បាទដូចជាមានការភ័ន្តច្រឡំខ្លះណាជាស្ដាយជាคลิปដំបូងដែលខ្ញុំចេញចំណុច7នោះគឺមានចម្ងល់តកតងនឹងចម្ងល់ដែលនៅវ័យជាកុមារនៅឡើយឆ្ងល់ថាហេតុអីបានឡានកាំយ៉ុងការឡានកាំយ៉ុងបិទដំបូលចិត្តរបស់ឈ្មួញវៀតណាមនឹងចូលមកដឹកស្រូវខ្មែរយើងនឹងចម្ងល់ទី1ហើយចម្ងល់នោះខ្ញុំបានជម្រាបជូនហើយគឺដោយសារការចម្ពាក់បំណុលទិញដូរគេជឿចម្ពាក់នៅពេលដែលយើងទៅទិញគេមិនឲ្យលុយមិនឲ្យស្រូវដល់ពេលយើងបានស្រូវមកគេក៏ប្រមូលយកនៅពេលដែលយើងច្រូតកាត់ហ្នឹងប្រមូលផលហើយធម្មតាវាត្រូវការគិតការប្រាក់គិតការបំណុលហ្នឹងបើទិញគេមួយវាអាចទៅជាមួយកន្លះឬ2អាចថា3ក៏ថាបាននឹងជាការដែលហេតុអ្វីយួនចូលមកដឹកស្រូវពីខ្មែរឈ្មួញវៀតណាមចម្ងល់ទី2នោះគឺហេតុអីបានជាមានកងទ័ពវៀតណាមខាងជើងវៀតកុងចូលមករស់នៅលាយឡំជាមួយអ្នកស្រុកភូមិយើងនៅក្រោមផ្ទះយើងនីមួយៗនេះសិតតែមានកងទាហានដែលមានរូបប្រជាជាលក្ខនៅនឹងក្លាសេអាវជាមួយអាវមកនៅក្នុងភូមិរបស់យើងនៅក្នុងឆ្នាំ70ទាំងនោះក៏បានជម្រាបជូនឲ្យដែរថាដោយសារតែមូលហេតុនោះគឺកងទ័ពទាំងអស់ហ្នឹងគឺចូលមកដើម្បីគ្រប់គ្រងជួយវាយរំដោះយករាជបល្ល័ង្កថ្វាយទៅសម្ដេចព្រះករុណានរោត្តមវិញនរោត្តមសីហនុវិញនេះជាបកស្រាយទៅលើចម្ងល់ទី2របស់ខ្ញុំថាហេតុអីបានមានកងទ័ពវៀតណាមដែលមានរូបប្រជាជាលក្ខសម្ដេចនរោត្តមសីហនុនៅកប៉ៅអាវហើយមករស់នៅក្នុងភូមិឃុំរបស់យើងជាមួយយើងទី3គឺសង្គ្រាមកើតឡើងដំបូងនៅឆ្នាំ1970រវាងកងទ័ពវៀតណាមខាងត្បូងជាមួយនឹងវៀតណាមខាងជើងដែលមករស់នៅជាមួយអ្នកស្រុកភូមិយើងហ្នឹងបាទហេតុអ្វីបានជាវៀតណាមវាយគ្នាបណ្ដេញគ្នាវាកើតនៅលើទឹកដីខ្មែរយើងអាហ្នឹងក៏បានជម្រាបជូនដែរដោយសារវត្តមានកងទ័ពវៀតណាមខាងជើងយួនវ៉េឬយួនថ្មីខ្មៅនោះវាមានគោលបំណងបង្រួបបង្រួមប្រទេស
Việt Namទាំងពីរហ្នឹងឲ្យទៅជាViệt Namតែមួយនោះគឺក៏ដឹកនាំដោយហូជីមិញសង្គ្រាមនោះកើតឡើងរវាងពួកទាហានរដ្ឋាភិបាលយួនខាងត្បូងដឹកនាំដោយងៀងគុធី nghiên cứu ký hay hàng chơi nó đặt nón đòi phòng tòa bạn để vật của mình đi bỏ hỗ cho mình thì bấy âm pi chỉ vật là ca chập đàm làng rồi bỏ còn tuột rùm đó con tuột mai rùm đó con tuột mai rùm đó đã cõi máu bán tới chỉ còn tua Campuchia tập tay cõi từ tù bán chơi chấm nè đọc một tí mê xa cho năm một con mà chặt prang ca chập lại mà bỏ phụ nông cứ tạch tua mà phù miền hay sam sai chấm nè đã cắt lại cái côn cả sự co nơi trong sọc trong phù tam ca ốp tiên thì nặng đặc nuông thì tràn đại dương mình soi cho bác tại thì ác thì cua cha nặng sai sol vì giờ mày rác là quay môi bà đang lắm tụi nó ngồi bằng cái cho là đặc nuông đòi cơ đồng đồคือสมพรเองรีนูนเจียตะมกหลักนังหลักปัจจัยตัวที่ยานะยังใส่กิริชมพูนงเตะกลอยมาปูนังบานคลายนูนเตยเจียกองตัวได้สมองสมัครจมูกนังเจ้าหน้าปฏิวัติว่าหมายก่อนปีนี้ยังจังในเยี่ยมปีหายไปบ้านปูนังก็กลายบ้านหลังเลื่อนหลังเลื่อนอะไรโดยสารตีมุ้ยbộ nông miền vị này là miền cù nhiều bài là vừa ao bị chỉ chuồn bị chỉ ria để rồi nơi tam là con chuồn là con thạch ra đã cây trò nó chưa tục trận nó về đại con to thiêu kỳ dùn hàng tập bông Việt Nam hàng tập bông nâng con to rồi thập ba rồi bọt xe nào một lần nó rồi bị bàn tụm lẹសម្ដេចព្រះនរោត្តមសីហនុចេញពីប្រមុខរដ្ឋឬក៏ជាអ្នកដឹកនាំរាជានិយមពេលនោះក៏បានជាសាធារណរដ្ឋខ្មែរដឹកនាំដោយលោកសេនាមុខលន់នល់នៅពេលនោះគឺពួកលន់នល់ពួកធាគីយូនបូននេះធ្វើបាបអ្នកស្រុកអ្នកស្រែសម្រាប់ណាមកយកប្លង់តលភ្លឺកងតបចូលទៅដល់ភូមិណាចាប់លោកខ្សែផ្សន្ទវៈកូនស្រីពួនគេកូនគេចាប់មន់ចាប់ទាលួចប្លន់រហូតទៅដល់មានកប៉ាល់ហោះខ្លះគេមានអាទុំរុយស្លាប់ពីហ្នឹងអានោះស្លាប់ពីវាទម្លាក់បងសណាញ់យកគោយកកបីស្ទូចឡើងយកទៅត្មងតែការឈឺចាប់ទាំងអរបស់អ្នកស្រុករស់នៅតាមជនបទនៅពេលនោះធ្វើឲ្យមានកំហឹងជាមួយនឹងពួកលន់នល់ពួកធាគីយូនខាងត្បូងហ្នឹងក៏ងាកទៅគាំទ្រពួកខ្មែររំដោះហ្នឹងឲ្យកងខ្មែររំដោះហ្នឹងរីកធំធាត់យ៉ាងលឿនហ្នឹងក៏ចំណុចមួយចំណុចទី2ដោយការអំពាវនាវរបស់សម្ដេចនរោត្តមសីហនុពីទីក្រុងប៉េកាំងមកឲ្យចូលរួមកម្លាំងតស៊ូដើម្បីវាយពួកអាណានិគមចក្រពត្តិនិយមអាមេរិកចេញពីដីខ្មែរហើយពលរដ្ឋពីកាលនោះលោកជឿស្រឡាញ់ជឿជាក់ទៅលើសម្ដេចនរោត្តមសីហនុខ្លាំងណាស់អញ្ចឹងរឿងដែលអំពាវនាវនោះគឺជាការដាស់ស្មារតីឲ្យយុវជនមនុស្សចាស់ចូលរួមគ្រប់គ្រងក៏មានតិចតួចមិនដាំបាយទទួលទានខ្លួនឯងគឺថាវិចចាប់បញ្ជូនទៅឲ្យពួកអ្នកតស៊ូនោះឯងដោយសារស្អីស្លាប់អញ្ចឹងមូលហេតុនៃការរីកធំធាត់របស់ក្រុមខ្មែរក្រហមទី1ដោយសារការធ្វើទុកបុកម្នេញធ្វើបាបរំលោភបំពានពីកងទ័ពរដ្ឋាភិបាលលន់នល់និងពួកធាគីនៅលើទឹកដីខ្មែរទី2ដោយសារសម្លេងអំពាវនាវរបស់សម្ដេចព្រះនរោត្តមសីហនុ
ដែលកាលនោះជាប្រមុខរដ្ឋត្រូវបានសាធារណរដ្ឋខ្មែរទម្លាក់ឬបណ្ដឹងចេញនោះបានអំពាវនាវឲ្យធ្វើការចូលរួមរស់នៅក្នុងការតស៊ូដើម្បីបណ្ដេញពួកចក្រពត្តិបាទហ្នឹងចំណុចទី4ចំណុចទី5អំពីជីវិតនិងការរស់នៅក្នុងរបបសាធារណរដ្ឋខ្មែរនៅពេលនោះក្រោយដែលខ្មែរក្រហមបានខ្លាំងមានកម្លាំងខ្លាំងមានអាវុធតិចតួចគ្រប់គ្រាន់ដើម្បីវាយរំខានបន្ទាយទាហាននានានិងឡោមព័ទ្ធទីក្រុងមួយចំនួនទីក្រុងទាំងអស់បាទទីក្រុងទីប្រជុំជនទាំងអស់ហើយនឹងវាយរំដោះយកទីប្រជុំជនស្រុកនានាហើយរួមទាំងទីរួមខេត្តស្វាយរៀងមកក៏ពួកនឹងអ្នករស់នៅក្នុងទីក្រុងដែលជាកម្លាំងរបស់រដ្ឋាភិបាលសេនាមុខលន់នល់ចាប់ដើមចុះខ្សោយផ្លូវជាតិមួយចំនួនត្រូវកាត់ផ្ដាច់យកផ្លូវជាតិលេខ1ពីស្វាយរៀងទៅអ្នកលឿងកាត់ផ្ដាច់មិនអាចធ្វើដំណើរបានទេការដឹកជញ្ជូនស្បៀងអាហារចំណីទំនិញគ្រប់សារពើត្រូវកាត់ផ្ដាច់ហើយត្រូវចុះចតដោយបាទយន្តហោះហើយយើងដឹងហើយការផ្គត់ផ្គង់តម្រូវការតាមយន្តហោះមិនបានគ្រប់គ្រាន់ទេហើយมันអាចនឹងចុះបានស្រួលទៅទៀតមានការបាញ់ខ្លោងរំខានដោយសារតែទីក្រុងស្វាយរៀងត្រូវបានហុបព័ទ្ធលើកពីនឹងក៏មួយថ្ងៃតូចបន្តិចមួយថ្ងៃតូចបន្តិចរហូតដល់ឈានទៅដល់ថ្ងៃទី12ខែមេសាឆ្នាំ1975ទីក្រុងស្វាយរៀងទាំងមូលត្រូវបានទម្លាក់អាវុធของរដ្ឋាភិបាលសេនាប្រមុខបានទម្លាក់អាវុធកោអាវុធដាក់ជាដុំបុគ្គលឲ្យខ្មែរក្រហមនឹងលើកទងចូលបាទនឹងចំណុចទី6ចំណុចទី7គឺការគៀជំលះបង្ខំប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងឲ្យចាកចេញពីលំនៅឋាននិងឲ្យចេញពីលំនៅឋាននិងឲ្យចេញទៅរស់នៅតាមស្រុកកំណើតរៀងៗខ្លួនភូមិកំណើតរៀងៗខ្លួនបាទយើងបានធ្វើដំណើររយៈពេល1ខែបានទៅដល់ស្រុកដែលជាទឹកដីកំណើតរបស់យើងវិញនេះគឺជា7ចំណុចដែលខ្ញុំបានរៀបរាប់កន្លងមកហើយសូមរំលឹកឡើងវិញប៉ុណ្ណឹងបាទចូលមកដល់คลิปទី2នេះខ្ញុំនឹងជម្រាបជូនលោកអ្នកប្រុសស្រីបងប្អូននៅការចងចាំរបស់ខ្ញុំអំពីចំណុចសំខាន់មួយចំនួនដូចជាតទៅនេះបាទក្រោយពីធ្វើដំណើរចេញពីទីក្រុងស្វាយរៀងមកដល់ស្រុកកំណើតយើងប្រើរយៈពេល1ខែក៏ទៅពីស្វាយរៀងបើយើងដើរកាត់តម្រង់ទៅភូមិខ្ញុំហ្នឹងប្រហែលជាអាចនឹង30គីឡូជាងឬ40គីឡូអញ្ចឹងអាចយើងនឹងប្រើពេលមួយយប់មួយថ្ងៃឬក៏យ៉ាងយូរបំផុត2ថ្ងៃសម្រាប់អ្នកដែលមានអីវ៉ាន់ច្រើនឬក៏កូនចៅតូចតាចមិនអាចធ្វើដំណើរបានបើអ្នកធម្មតាយើងគិតថាដើរមួយយប់មួយថ្ងៃហ្នឹងគឺទៅដល់ហើយដំណើរតែនេះយើងប្រើពេលដល់ទៅ1ខែដើម្បីមកដល់ភូមិកំណើតវិញបាទទាំងនោះគឺមានដំណាក់ដូចដែលខ្ញុំបានជម្រាបជូននៅក្នុងคลิปទី1គឺតាមការចង្អុលបង្ហាញនៅឬក៏តាមការឲ្យស្នាក់នៅឬក៏បញ្ជាពេលឲ្យស្នាក់នៅឬក៏បង្ខំឲ្យធ្វើដំណើររបស់កងឆ្លប់យុទ្ធនារីយុយន្តបដិវត្តនៅពេលនោះបាទអញ្ចឹងយើងប្រាប់ពីមួយខែបាទតើមានអ្វីនឹងកើតដែលបានកើតឡើងចំពោះយើងនៅពេលដែលយើងបានចាក់ចេញពីស្រុកកំណើតក្នុងសង្គ្រាមពីឆ្នាំ70រហូតដល់ឆ្នាំ75រំលឹកឡើងវិញដែរខ្ញុំក្រុមគ្រួសារខ្ញុំបានរត់មករស់នៅក្នុងទីក្រុងស្វាយរៀងដែលក្រោយមកត្រូវបានរំដោះថ្ងៃ12មេសានេះជីវភាពរបស់អ្នកស្រុកស្វាយរៀងដូចខ្ញុំបានជម្រាបពីខាងដើមមកដែរ
ដោយសារតែសង្គ្រាមចិត្តពួកវៀតណាមខាងត្បូងផងចិត្តកងទ័ពរដ្ឋាភិបាលលន់នល់ផងអញ្ចឹងយើងនៅប្រឡោះកណ្ដាលជាទូទៅស្ទើរតែមួយខែទាល់មួយខែមួយឆ្នាំទាល់មួយឆ្នាំគឺយើងទទួលរងនៅការវាយប្រហារមានឧទ្ធម្ភាគចក្រមានយន្តហោះផ្សេងមានកងទ័ពថ្មើរជើងរថក្រោះមានកំភ្លើងផ្លោងរាល់ខែរាល់ថ្ងៃដែលយើងពិបាកក្នុងការរស់នៅប៉ុន្តែសម័យឆ្នាំ60 70នេះអ្នកដែលរត់ចោលស្រុករត់ចោលផ្ទះសម្បែងមិនមានដូចសពថ្ងៃនេះទេចំនួនខ្ញុំនិយាយពីចំនួនមុននឹងធ្វើការចាក់ចេញចោលភូមិឋានផ្ទះសម្បែងដូរទីតាំងទៅរស់នៅខេត្តផ្សេងឬក៏ស្រុកផ្សេងគឺគិតគូមកចត់មុំតមណាស់ដោយសារតែមិនទម្លាប់ក្នុងការផ្លាស់ទីលំនៅបាទយើងមិនទទួលបានព័ត៌មានថានៅបាត់ដំបងនឹងស្រុកទេសវាសម្បូរសប្បាយយ៉ាងម៉េចដីធ្លីមានសម្បូរសប្បាយយ៉ាងម៉េចភាពងាយស្រួលក្នុងការធ្វើដំណាំធ្វើកសិកម្មមុខកើតមុខរបររកប្រាក់ចំណូលអីគឺយើងអត់មានសូវបានទទួលបានព័ត៌មានបែបអញ្ចឹងទេទាល់តែមានបងប្អូនមួយឆ្នាំពីរឆ្នាំមកលេងម្ដងគេក៏បានប្រាប់រៀបរាប់ប៉ុន្តែការប្រាប់រៀបរាប់តិចតួចមិនធ្វើឲ្យយើងមានភាពកក់ក្ដៅក្នុងការផ្លាស់ទីលំនៅទេដូច្នេះមនុស្សភាគច្រើនដែលរស់នៅស្វាយរៀងនៅពេលនោះគឺមិនធ្វើការផ្លាស់ទីលំនៅទេបើទោះជាមានការលំបាកក្នុងសង្គ្រាមបែបយ៉ាងដូចនេះក៏ដោយបាទអញ្ចឹងបើរស់នៅក្នុងសង្គ្រាមហើយបើជួបនឹងបញ្ហាទីផ្សារផងជួបនឹងបញ្ហាទីផ្សារខ្ញុំសម្រេចទៅលើការផ្គត់ផ្គង់ធាតុចូលមានជីមានថ្នាំមានសម្ភារៈឧបទេសឧបករណ៍ផ្សេងដែលពាក់ព័ន្ធនឹងរបរកសិកម្មហ្នឹងគឺវាអត់មានហើយម្យ៉ាងមានទៀតឯការធ្វើស្រូវស្រែគឺក៏សម្រាប់តែដោះទល់ហុកចុកតិចតួចបើយើងធ្វើឲ្យសេះសល់បរិមាណច្រើនហ្នឹងក៏វាអត់មានអ្នកទិញដឹកជញ្ជូនយកទៅកែច្នៃផលិតអីដឹកនាំទៅខេត្តផ្សេងក៏វាពិបាកដែរពីព្រោះស្រុកសង្គ្រាមអញ្ចឹងធ្វើឲ្យអ្នកស្រុកមានការផលិតស្បៀងដាំស្រូវធ្វើស្រូវធ្វើដំណាំផ្សេងនេះគឺសម្រាប់តាមតម្រូវការរបស់ខ្លួននឹងទេវាដោយសារតែគ្មានពេលដោយសារតែអសន្តិសុខដោយសារតែភាពភ័យខ្លាចការសង្គ្រាមដោយសារតែខ្វះតម្រូវការស្បៀងទៅក្នុងទីផ្សារដោយការកង្វះធាតុចូលនានាសម្រាប់ធ្វើមុខរបរហ្នឹងធ្វើឲ្យយើងធ្វើបានតែមកគ្រប់ជាខ្លួនឯងបាទអញ្ចឹងតើមានអ្វីកើតឡើងបើក្នុងក្រោយថ្ងៃ17ខែមេសាឆ្នាំ75ហ្នឹងប្រជាពលរដ្ឋដែលចេញចាកពីទីក្រុងមករស់នៅស្រុកកំណើតអញ្ចឹងយើងក៏អាចដឹងបានភ្លាមថាចំណីអាហារដែលផលិតសម្រាប់តែពួកគាត់នោះសម្រាប់តែតម្រូវការពួកគាត់នោះត្រូវខើថាត្រូវមានអ្នកចំណូលថ្មីដែលអាចនឹងត្រូវការស្បៀងពីពួកគាត់ដែលបានផលិតក្រៅពីស្បៀងដែលអ្នកស្រុកបានផលិតហ្នឹងយើងអត់បានមើលឃើញឬក៏អត់បានទទួលនៅស្បៀងពីខាងក្រៅតាមរយៈអង្គការរំដោះទេអង្គការខ្មែររំដោះអត់មានទេអញ្ចឹងពីឆ្នាំ75ខែមេសាខែឧសភារហូតទៅដល់ខែកញ្ញាតុលាហ្នឹងគឺមនុស្សម្នាមកមានញឹករៀបចំកាប់ឫស្សីកាប់សន្លឹកត្នោតហ្នឹងហើយយើងស្វែងរៀងមិនមានដើមឈើសម្រាប់កាប់ឈើធ្វើផ្ទះឲ្យបានមាំទាំទេគឺធ្វើអំពីព្រៃដើមឫស្សីហ្នឹងឯងដើមឫស្សីជាសសរជារនូតរណោងដៃរណែងសម្រាប់ប្រក់ស្លឹកត្នោតធ្វើជាជំរក
រស់នៅរៀងខ្លួនទៅការរស់នៅគឺត្រូវបានកំណត់តាមរយៈអង្គការនៅមូលដ្ឋានហ្នឹងឯងអង្គការនៅមូលដ្ឋានហ្នឹងគឺគេកំណត់ទីតាំងណាមួយចឹងទៅសម្រាប់ប្រមាណគ្រួសារសម្រាប់ភូមិណាចឹងទៅគឺនៅជាប់គ្នាចឹងទៅមិនមានការអនុញ្ញាតឲ្យទៅរស់នៅតាមផ្ទះតាមភូមិដែលខ្លួនឯងចង់ទេគឺរស់នៅបណ្ដុំគ្នាក្រុមគ្រួសារខ្ញុំនឹងត្រូវរស់នៅខាងជើងភូមិនឹងដែរគេថាភាគខាងជើងមិនបានទៅដល់ស្រុកមិនបានទៅដល់ភូមិកំណើតទេបាទនៅអាភូមិកំណើតយើងមានចេកយើងមានចេកចាស់ដែលយើងរត់ចោលវាអាចដុះមានដលងមានតពួនមានអីយ៉ាងនេះតែគេអត់ឲ្យយើងទៅក្នុងទេយើងរស់នៅឯភូមិតាមតែគេកំណត់ដល់ការរស់នៅក្នុងភូមិតាមកំណត់ពីខែឧសភាដល់ខែកញ្ញាតុលាហ្នឹងគឺត្រូវរស់នៅដោយខ្លួនឯងណាត្រូវរកស្បៀងដោយខ្លួនឯងត្រូវរកឱសថថ្នាំបុរាណថ្នាំខ្មែរដោយខ្លួនឯងនៅពេលដែលជិះកាត់មិនមានសាលារៀនមិនមានផ្សារចាប់ផ្ដើមពីដំបូងហ្នឹងធ្វើម៉េចដើម្បីរកស្បៀងឲ្យបានពីខ្លួនឯងណារកស្បៀងឲ្យបានដោយខ្លួនឯងពលកម្មចង់លក់ពលកម្មដើម្បីដោះដូរយកស្បៀងក៏គ្មានអ្នកណាជួលគ្មានអ្នកណាទិញដែររកស៊ីអីចង់លក់អីចង់បេះអីចង់ជួញអីដើម្បីឲ្យបានប្រាក់ចំណូលយកមកចិញ្ចឹមជីវិតឬក៏មកដោះដូរយកអង្គយកបន្លែគឺអត់មានមធ្យោបាយអីទេនៅក្នុងស្រុកអ្នកស្រុកខ្វះស្បៀងខ្លួនឯងដែរអញ្ចឹងកើតជាការសល់ស្បៀងតិចតួចនាំគ្នាជីកកប់ពួកគាត់បាទនឹងខ្ញុំនិយាយពីអ្នកស្រុកមូលដ្ឋានអ្នកដែលគេហៅប្រជាជនចាស់នោះប្រជាជនចាស់ក្នុងហ្នឹងក៏មានអ៊ំខ្ញុំមកគ្រួសារពីរគ្រួសារម្ដាយមីងសាច់ឆ្ងាយមកគ្រួសារពីរគ្រួសារដែរចដូនមួយបាទហើយអ៊ំមកកើតគាត់នៅនឹងពីមកគ្រួសារដែរប៉ុន្តែពួកគាត់អត់មានអីសម្រាប់ចែកយើងទេវាមានអំបិលវាមានប្រហុកខ្លះដែលពួកគាត់បានបំរុងទុកសម្រាប់ពួកគាត់នោះអង្គស្ករដែលគាត់បំរុងសម្រាប់ជីកកប់ក្នុងដីបាទជីកកប់ហើយគាត់មិនអាចនឹងផ្ដល់ឲ្យយើងបាននិយាយឲ្យខ្លីបាទគឺសម្រាប់តែខ្លួនគាត់ដោយខ្វះខាតទៅទៀតអញ្ចឹងបើពលកម្មគេក៏អត់ត្រូវការបើលក់អីទិញអីដើម្បីរកអង្គយកមកច្រកឆ្នាំនោះក៏វាអត់ត្រូវការវាមានតែដោះដូរបាទវាមានមធ្យោបាយដោះដូរការសុំគ្នាដោះដូរគ្នាឬក៏ធ្វើឪពុកខ្ញុំម្ដាយខ្ញុំហ្នឹងគាត់នៅសល់សរងសូត្រអាវប៉ាក់អាវម៉ូនីគុយអញ្ចឹងបាទអាវម៉ូនីគុយចាស់ហ្នឹងនាឡិកាដៃកវិលសរងសូត្រអីហ្នឹងគឺម្ដងមួយគាត់បានដោះយកទៅដោះដូរយកទៅដោះយកទៅដូរយកអង្គ2 3កំប៉ុង4 5កំប៉ុងកន្លះតៅដើម្បីយកមកផ្គត់ផ្គង់បន្តជីវិតបាទឯបន្លែបកាដើមចេកស្រុកស្វាយរៀងគឺជាស្រុកដែលលំបាកបើវាជួបនឹងវិបត្តិសង្គ្រាមបែបហ្នឹងលំបាកពីព្រោះធនធានធម្មជាតិព្រៃរក្សាមិនមានដូចនៅខាងបាត់ដំបងដូចខាងរតនគិរីមណ្ឌលគិរីគេចេះចឹងត្រែងហ្នឹងពោធិ៍សាត់អីគេមានល្មមគេអាចរកដំឡូងព្រៃគេអាចរកក្ដួចរកស្លឹកឈើព្រៃអីមកទទួលទានរំដោះជីវិតបាននៅស្វាយរៀងអត់មានទេដើមចេកអស់ហើយដើមចេកហ្នឹងគឺយើងយកអាគុលវាគុលដើមចេកបើស៊ីអាដង្គុលហ្នឹងគឺអាកូនចេកហ្នឹងវាលែងមានហើយអាកូនចេកនេះវាកើតពីដើមមេវាណាអាគុលហ្នឹងឯងបើយើងយកអាគុលខ្ញុំមកស៊ីទទួលទានរំដោះជីវិតហើយអញ្ចឹងក៏វាអស់ដាច់ពូជបាទលហុងដើមលហុងហ្នឹងក៏គេអាចឆ្នៃធ្វើជាចំណីបន្តជីវិតបានដែរហ្នឹងហើយនិយាយទៅគឺអស់អញ្ចឹងខ្ញុំនៅឆ្នាំ75ហ្នឹងអាយុជិត20ហើយបាទពេញវ័យហើយ
អឺទៅតាមពូទៅតាមមីងដែលស្គាល់គ្នាហ្នឹងគេធ្វើដំណើរដោះដូរណាមានជាច្រែងមានជាល្អីណាអ្នកណាដែលគេអាចធ្វើច្រែងធ្វើល្អីធ្វើរបស់ប្រើប្រាស់នៅក្នុងផ្ទះបានណាគេធ្វើពីឫស្សីហ្នឹងទៅដើរទៅចិត្តតែដើរទៅមកពីខាងជើងស្វាយរៀងរហូតទៅដល់ស្រុកមេសាងខេត្តព្រៃវែងរហូតទៅដល់រមាសហែកខេត្តស្វាយរៀងនឹងឯងទៅខាងនោះគេវាមានសមត្ថភាពខ្លះអ្នកស្រុកគេមានសល់ស្រូវអង្គដែលគេអាចនឹងចែករំលែកបានក្នុងកម្រិតតិចតួចបាទអញ្ចឹងយើងយកអាវកសែងហូលប្រមួងហ្នឹងគឺយកទៅដោះដូរនៅនោះជាច្រែងជាអីអ្នកនៅនោះគេនៅរបៀបជាធូរបាទដូរបានក្រែលគ្រាន់បើជាងយើងដោះដូរក្នុងស្រុកដោះដូរក្នុងស្រុកមិនបានទេពីព្រោះក្រណាស់បាទអញ្ចឹងយើងគិតមើលបើយើងពីមេសាងមកដល់ស្វាយរៀងដើរផ្លូវកាត់ប្រហែលជា50គីឡូអីដែរហើយពីស្វាយរៀងមកដល់ស្រុកខ្ញុំនេះទៀតប្រហែលជា30គីឡូអីទៀតចាំ80គីឡូ80គីឡូបើយើងដោះដូរបានអង្គមកតៅក៏15គីឡូឬ20គីឡូហ្នឹងទូលលីមកដើរមកដល់ផ្ទះវិញដាំបាយហូបតាមផ្លូវចង់អស់បាទមកដល់នៅសល់តិចទួចឲ្យជូនទៅពុកម្ដាយយើងចាំប្អូនតូចហ្នឹងទៅនៅឆ្នាំ75នេះខ្ញុំមានខ្លួនខ្ញុំប្អូនទី2ប្អូនស្រីទី3ប្អូនប្រុសទី4ហើយនឹងមានប្អូនភ្លោះមកគូទៀតប៉ុន្តែឥឡូវអក្សរគាត់ស្លាប់ទាំងពីរស្លាប់ហ្នឹងគឺទៅស្លាប់នៅវៀតណាមហ្នឹងហើយខ្ញុំនឹងចូលដល់សាច់រឿងហ្នឹងទៅពេលតិចទៀតបាទអញ្ចឹងយើងបានដោះដូរបានពីស្រុកមេសាងពីស្រុកមេហែកពីមេសាងហ្នឹងខ្ញុំទៅបាន2 3ដងដែរទៅតាមពូមីងវាចេះតែទៅតាមគេទៅត្រឡប់ទី1ហ្នឹងគឺវាបានហូបចុកឆ្អែតខ្លួនឯងព្រោះយើងក៏នឹងលើស្មានឹងហើយដូរបានហ្នឹងគិតទៅពីដាំមកហូបឲ្យឆ្អែតចឹងទៅមិនឃ្លានមិនសូវបានជិះគិតដល់អ្នកផ្ទះនេះប្រហែលទេសល់ប្រហែលបានយកមកអ្នកផ្ទះឪពុកម្ដាយដើម្បីចិញ្ចឹមបងប្អូនទៅគឺនឹងឲ្យសត្វអញ្ចឹងដែរដូរហ្នឹងគឺគ្មានបានអីក្រៅតែពីអង្គទេអង្គចង្កាលដូរបានស្រូវក៏សុំខ្ចីត្បាល់ខ្ចីរ៉ែគេបុករួចរាល់អស់ហើយនៅអីស្រុកគេហ្នឹងបានរែកលីអង្គហ្នឹងមកដល់ស្រុកយើងមកដល់នឹងនៅសល់ពាក់កដាលតិចជាងពាក់កដាលហ្នឹងជូនទៅលោកឪពុកចិញ្ចឹមបងប្អូនត្រឡប់មកវិញទៀតបាទដល់ដើរខ្ញុំដោះដូរអស់លីងសរុបអាវប៉ាក់អាវហូលកវលជៀនរបស់ម៉ែហ្នឹងដូរអស់4-5ខែក៏មកអស់លីងមកលែងមានអីដូរដល់អស់អីដូរវាមានតែដើរសុំទៀនបាទដើរសុំទៀននៅតាមផ្ទះសំបែងអ្នកគេស្រុកវាហែកបាទទៅស្រុកមេសាងនឹងដើរដោះដូរនឹងដើរសុំនឹងលែងបានហើយបាទពួកគេចាប់ដើមអត់ដែរ4-5ឆ្នាំ4-5ខែក្រោយមកគឺអ្នកស្រុកចាប់ដើមអត់ដែរអញ្ចឹងសុំលែងបានតិចតួចបំផុតហើយបានភាគច្រើនគឺបានបាយទៅដល់ហ្នឹងគេក៏ឲ្យបាយមួយដុំមកសុំគេទៅឲ្យបាយមួយដុំអំបិលមួយគ្រាប់ពីរគ្រាប់មកដើរទេសដើរសុំបដាហ្នឹងបានតិចតួចមែនតើបានតិចតួចស្ទើរតែអត់បានតែម្ដងព្រោះគេចាប់អត់ដែរហ្នឹងអ្នកស្រុកដូតមកខ្ញុំបានចេញចូលពីស្រុកដើរសុំទៀនផងដើរដោះដូរគេផងហ្នឹងប្រហែលជា3ជើងបាទ3ដងរហូតទៅដល់ខែ9ខែ10ហ្នឹងភ្លៀងចាប់ដើមធ្លាក់នៅឯស្រុកកំណើតអញ្ចឹងគេក៏ចាប់ដើមប្រមូលយុវជនពេញកម្លាំងដូចយើងហ្នឹងហើយនឹងពួកបរិសុទ្ធស្ត្រីវ័យកណ្ដាលណាដែលរៀបការហើយមានកូនមានចៅហើយហ្នឹងចាប់ពីអាយុរហូតដល់45ហ្នឹងគេឲ្យចុះទៅធ្វើការនៅការដ្ឋាន
ការថាហ្នឹងគឺទៅធ្វើស្រែណាធ្វើស្រែលើកតំណប់ទុកជីកបន្លាយទុកតំណប់ដើម្បីធ្វើស្រែបរដូវវស្សាហើយទៅវស្សាហើយហ្នឹងយើងរស់នៅតាមផ្ទះឡើយទេឆ្នាំចុងឆ្នាំ75មិនទាន់គេប្រមូលឲ្យទៅរស់នៅក្នុងកងបាទធ្វើការងារនៅពេលចាប់ផ្ដើមដំបងមិនសូវជាតឹងរឹងអីប្រហែលទេពីព្រោះយើងនៅតាមផ្ទះណាហើយវាមានការណាត់ជួបគ្នាឲ្យទៅជួបជុំគ្នានៅវាលត្រង់ណាស្រែត្រង់ណាដើម្បីចាប់ផ្ដើមធ្វើការងារហ្នឹងតាមការចង្អុលបង្ហាញតាំងពីល្ងាចរបស់មេកងហើយមេកងយើងនៅពេលនោះគឺបងប្អូនជួនកាលជាទួតមួយជួនកាលជាចដូនមួយជួនកាលជាពូអីចឹងទៅដែលគាត់ជាអ្នកមូលដ្ឋាននោះហើយឲ្យមែនតែនទៅជាអ្នកដែលបានរៀនសូត្រតិចតួចមែនតែនដែលភាគច្រើនគឺជាអ្នកទីទល់នៅក្នុងសម័យមុនហ្នឹងបាទប៉ុន្តែមកដល់សម័យដែលរំដោះរបបកម្ពុជាជាតិដៃពួកគាត់ខ្លាយទៅជាមេក្រុមមេកងដែលឲ្យមានអធិបុលដែរបាទមានអធិបុលណាស់បាត់បង់អស់ហើយនៅភាពអាណិតអាសូររាប់អានភូមិបងប្អូនអីហ្នឹងគឺថាអត់មានទេបាទគឺគេនឹងយើងហ្នឹងទៅជាមិត្តដែរណាបើមិត្តបងយើងទៅជាមិត្តបងចឹងទៅបើពូយើងទៅជាមិត្តពូអីចឹងទៅបាទពួកហ្នឹងគឺច្បាស់លាស់បាទតាមពិតទៅក្រោយមកទៅខ្ញុំដឹងថាអង្គការស្នាក់លើនឹងគេក៏មិនបានកំណត់ឲ្យហៅមិត្តពូមិត្តអ៊ំមិត្តយាយមិត្តម៉ែមិត្តឪចឹងដែរប៉ុន្តែដោយភាពច្បាស់លាស់ទាំងខុសគឺពួកគាត់បានប្រើពាក្យមិត្តនឹងជាមួយឪពុកម្ដាយជាមួយតាជាមួយអ៊ំពូមីងហ្នឹងអញ្ចឹងការយោគយល់គ្នាមិនមានទេរៀងរាល់ថ្ងៃនៅពេលដែលចាប់ការងារគឺគេចាប់ផ្ដើមប្រជុំបាទអូខេថាឥឡូវយើងជួបជុំគ្នាម៉ោង6ចាប់ផ្ដើមធ្វើការរហូតទៅដល់ម៉ោង12សម្រាប់ហើយពេលសម្រាប់ហ្នឹងអូខេនៅពេលដែលយើងទៅធ្វើការជាក្រុមហ្នឹងមានបបរហើយគេឲ្យជាបបរជាក្រុមបាទគេមានក្រុមដាំបបរហ្នឹងយកឲ្យយើងណាយ៉ាពីដំបូងយើងធ្វើការហ្នឹងមកបាយនៅផ្ទះមកបាយមកហូបមកទទួលទានអាហារនៅផ្ទះប៉ុន្តែថាបាយហ្នឹងវាមិនមានជាបាយទេវាអាចមានជាគល់ចេកមានជាគល់ដំឡូងមានអីអង្គមកក្រទេយើងអត់តាំងពីឆ្នាំ75ពេលយើងទៅដល់ហ្នឹងអត់ហ្នឹងអត់ដល់ក្រោយមកគេរៀបចំឲ្យមានបបរពួកគេសម្រុកធ្វើខ្លាំងណាចឹងគេបានអង្គមកពីណារៀបចំបបរឲ្យយើងហូបនៅកន្លែងការដ្ឋានហ្នឹងទៅធ្វើការពីម៉ោង6ចេញទៅរហូតដល់ម៉ោង7ម៉ោង6ឬម៉ោង7យប់បានគេបញ្ចប់នឹងមានន័យថាបើបង្ហើយភារកិច្ចគេកំណត់ណាមកថាក្នុងមនុស្ស14ឬ15នាក់ហ្នឹងត្រូវស្ទង់ស្រូវ1ហិកតា18នាក់ត្រូវស្ទង់ស្រូវ1ហិកតាស្ទង់ស្រូវ1ហិកតាមានន័យតាំងពីការដកសំណាបជញ្ជូនសំណាបទៅឯស្រែការធ្វើដីសម្រាប់ស្ទង់នឹងការស្ទង់បង្ហើយហ្នឹងទាំងអស់18នាក់បាទ18នាក់គេចាប់ផ្ដើម18នាក់យើងដកសំណាបនាំគ្នាដកសំណាបឲ្យហើយពេលល្ងាចអញ្ចឹងទៅឬក៏ទៅដល់យើងដកសំណាបឲ្យហើយអញ្ចឹងទៅឬក៏ភាគច្រើនយើងដកទុកពេលល្ងាចមកក្រុមទៀតចូលទៅដល់គឺរែកសំណាបពីចូលទៅដល់ការដ្ឋានវារែកសំណាបពីកន្លែងដករហូតទៅដល់ស្រែនោះដាក់ទៅហើយមក6នាក់ទៀតហ្នឹងនឹងគល់5រនាស់មួយព្យួរហើយនឹងបំបែកដីហ្នឹង6នាក់ហើយ6 7នាក់ហ្នឹងរែកសំណាបហើយនឹងចាប់ដើមស្ទូងទៅដល់យើងដល់ចែកជាក្រុមអញ្ចឹងយើងធ្វើលឿនធ្វើហើយក្រុមខ្ញុំភាគច្រើនធ្វើហើយត្រង់ម៉ោង4ឬម៉ោង5ហ្នឹងធ្វើហើយបាទធ្វើហើយចុះទៅដកសំណាបទុកសម្រាប់ថ្ងៃស្អែកឲ្យស្រេច18នាក់18នាក់ទាំងពីជួរបំបែករស់បំបែកដីធ្វើដីឲ្យវាល្អសម្រាប់ស្ទូងហ្នឹងណាដកសំណាបនិងជញ្ជូនសំណាប18នាក់ក្នុង1ហិកតាស្រែ1ហិកតាយើងធ្វើហើយ
ធ្វើហើយដល់ក្រោយមកទៀតយើងធ្វើឲ្យដោយស្រួលហ្មង13នាក់ហ្នឹងតើវាធ្វើបានមួយអាទិត្យពីរអាទិត្យហ្នឹងគឺធ្វើបានដោយស្រួលខ្ញុំមិនជាអ្នកចំណាប់អីផ្នែកខាងស្ទូងទេដកហ្នឹងក៏មិនស្នាប់ដែរប៉ុន្តែចំណាប់ខាងរែកស្នាប់ឲ្យគេព្រោះយើងមិនដែលធ្លាប់ធ្វើស្រែណាខ្ញុំកូនអ្នកស្រែមែនប៉ុន្តែអត់បានស្ទូងអត់បានច្រូតទេអត់សោះមកទើបចេះពីសម័យពលពតអញ្ចឹងខាងខ្ញុំហ្នឹងខាងដកអត់ឯងរែកស្នាប់ឲ្យគេស្នាប់រែកហ្នឹងរែកប៉ុណ្ណឹងហ្នឹងណាបងប្អូនអត់បាយហើយហ្នឹងទន់ល្វើយហ្នឹងរែកប៉ុណ្ណឹងដល់កោងដល់រែកហ្នឹងណារែកក្រោយមកគេដកទុកនៅតែ15នាក់ទេព្រោះយើងធ្វើលឿនអញ្ចឹងគេបំបែកក្រុមមួយក្រុមគេដក3ក្រុមដក3នៅសល់15នាក់ទេ15នាក់ថ្ងៃទី1ធ្វើហើយទៀតធ្វើគាត់ថារៀងតឹងតិចបាទយើងអត់ទាន់ដឹងពីរបៀបអីមែនតើណាធ្វើហើយទៀតម៉ោង6មកអីហ្នឹងហើយមកដកសំណាប់អីទុកសម្រាប់ថ្ងៃស្អែកចឹងទៀតបានទៀតយូរធ្វើកាន់តែលឿនមក5អីហ្នឹងចាប់ហើយដល់គេឃើញអញ្ចឹងទៀតគេដកម្នាក់ទៀតនៅសល់តែ14នាក់អញ្ចឹង14នាក់នៅតែអាចធ្វើហើយស្រូវស្រែស្ទូងស្រូវមួយហត្តាគ្នា14នាក់ដកសំណាប់ជួដីរស់ដីហើយនឹងស្ទូងហើយគឺ14នាក់ខ្ញុំធ្លាប់បានធ្វើចូលប្រឡូកហើយដល់ក្រោយមកខ្ញុំខ្លាចទៅជាអ្នកស្ទូងដែលប្រកែទៀតអាស្ទូងនឹងខ្ញុំស្ទូង7តណោត8តណោត7តណោត8តណោតហើយបើស្ទូង4តណោតឆ្លើងអត់ទៀមខ្ញុំបានទេមានន័យថាលឿនណាថយលឿនឆ្លើងអត់អាចទៀមខ្ញុំបាននៅពេលដែលស្ទូងនឹងទៀតគេដើរមើលបាទហើយស្រុកស្វាយនេះគឺដីខ្សាច់ស្ទូងព្យួរហើយទឹករលកបន្តិចហ្នឹងដីនឹងរឹងហាប់ណែនដាក់កញ្ចក់ដៃអត់ចោះកញ្ចក់ដៃឡើងសឹកអស់ណាអ្នកខ្លះតបើងលួយក៏មានតែដល់ស្ទូងទៅវាសឹកអាកញ្ចក់អត់តែយើងដំបើបើមានអណ្ដែតអាស្ទូងដែលយើងដាក់ទៅហើយនឹងអណ្ដែតហ្នឹងគឺមុខអ្នកណាចំមុខអ្នកណាស្ទូងគឺអ្នកហ្នឹងត្រូវបានគេហៅទៅធ្វើសតិអារម្មណ៍ហើយគេសិក្សាមើលទៀតគេពិនិត្យមើលទៀតបើសិនជាអ្នកហ្នឹងតមាត់តសម្ដីមិនប្រកការរៀងចាលលើកទី1លើកទី2គេយកទៅរៀនសូត្របាត់រហូតដល់ថ្ងៃនេះស្ទូងបាទអូខេដល់ឆ្នាំក្នុងឆ្នាំនឹងដដែលដល់ខែ12យើងចាប់ផ្ដើមប្រមូលផលខែ11ស្រោចស្រាលចេញមកហើយហ្នឹងយើងចាប់ផ្ដើមប្រមូលផលស្រោចស្រាលគេឲ្យហូបឆ្អែតដល់ពេលច្រូតស្រូវហ្នឹងដល់ខែ11 12 1ធ្វើស្រូវហើយហ្នឹងគឺ3ខែហ្នឹងគឺបានហូបឆ្អែតហូបបាយដុំបាយរឹងហ្នឹងហូបឆ្អែតបាទចុងខែ12ប្រមូលស្រូវចាប់ហើយគឺគេចាប់ដើមប្រមូលយកក្រុមយុវជនហ្នឹងឲ្យទៅរស់នៅក្នុងក្រុមបែកចេញពីផ្ទះហើយគេឈប់ឲ្យនៅផ្ទះគេឲ្យរស់នៅទៅរស់នៅក្រុមក្នុងក្រុមយុវជនណាក្រុមយុវជនក្រុមយុវនារីវាមានកមានខមានកមានខោបាទក្នុងមួយឃុំហ្នឹងមានមួយខោហើយក្នុងមួយភូមិវាមានមួយខវាមាន3ខហើយក្នុងមួយឃុំវាមាន3កោហើយក្នុង3កោហ្នឹងគេហៅមួយខហ្នឹងគឺមួយឃុំនឹងឯងបាទមួយឃុំហ្នឹងអាចមានឃុំតូចឃុំធំអាចមានឃុំខ្លះមានយុវជនគេច្រើនទៅប៉ុន្តែមានមេខោហ្នឹងគឺអស្ចារ្យណាស់បាទមេខោហ្នឹងគឺជាអ្នកដែលអាចសម្រេចកិច្ចការធំជំនួសជំនួសអង្គការបានណាហើយមេខោហ្នឹងជាទូទៅប្រធានសហគមន៍ប្រធានឃុំហ្នឹងមិនសូវហ៊ានអីជាមួយពួកគាត់ហ្នឹងទេពួកគាត់ហ្នឹងមានអំណាចណាស់នៅខាងខ្ញុំប្រធានខោហ្នឹងដូចជាមិននៅក្នុងមកពីឃុំខ្ញុំទេគេត្រូវចាត់តាំងមកពីឃុំផ្សេងទៅឲ្យមកធ្វើប្រធានមេធំនៅហ្នឹងប្រធានខោខាងនារីហ្នឹងមកពីខ្ញុំចាំមិនបានទេនឹងមកពីណាទេប៉ុន្តែមិននៅក្នុងឃុំទេប្រធានកោហ្នឹងនៅក្នុងឃុំបាទនៅក្នុងឃុំខោហ្នឹងមិនទេខ្ញុំឆ្នាំ1000បាទក្រោយពីរស់នៅក្នុងក្រុមអីហើយហ្នឹងគឺ
ជីវិតរបស់នៅក្នុងក្រុមគឺមានវិន័យតឹងរ៉ឹងបាទចេញពីធ្វើការចូលមកប្រជុំចេញពីប្រជុំចូលកន្លែងដេកយប់ឡើងអត់មានត្រូវដើរចេញឆ្វេងឆ្វាយទៅណាទេចូលក្នុងជំរំនឹងឯងបាទគេត្រៀបធ្វើជារូងវែងចឹងដែរបាទគេដាក់រនាបរស័យក្រងជាជួរចឹងមកជាក្រែតែមួយហ្នឹងឯងធ្នើចឹងមិនក្រែតែតែមួយនេះដេកជាប់គ្នាចឹងទៅខោអាវមានគេបើកឲ្យមកបន្លាស់មួយឆ្នាំហើយយើងមានអាខោអាវសល់ចាស់ហ្នឹងទៅពណ៌សទៅលក់យកកាប់ជួរជ័យកាប់អីមកទៅលក់ឲ្យទៅជាខ្មៅកាហ្វេហ្នឹងទៅអត់អាចពាក្យសពាក់សឬក៏ពាក្យពណ៌បានទេមានតែខ្មៅខោអាវមួយចង្កេះហ្នឹងដល់ពេលបើខែភាសាយើងមាន2កាផ្លេឬ3កាផ្លេអីហ្នឹងយើងអាចទៅស្លៀកពាក់ដោះដូរគ្នាបានតែអ្នកខ្លះមានតែ2កាផ្លេអ្នកខ្លះទៀតមានតែ1កាផ្លេយប់ឡើងមកវិញហ្នឹងដេកស្លៀកកសែងសើមហ្នឹងដេកទៅព្រលឹមឡើងពាក់អាខោអាវសើមពីថ្ងៃហ្នឹងទៅទៀតចឹងទៅហ្នឹងជីវិតมันមានរបៀបនៃការរស់នៅតែឲ្យដូចខ្ញុំនិយាយជូនបែបខែជ្រកស្រូវប្រមូលផលហ្នឹងបានឆ្អែតបាន2ខែ1ខែ2ខែឬក៏ជាង2ខែនេះទួចត្រឡប់មកវិញស្រូវនៅពេញរុកហ្នឹងយើងចាប់ដើមហូបបបរទៅទៀតហើយតឹងរឹងណាស់ចុងឆ្នាំ76ចូលឥឡូវមិញខ្ញុំនិយាយចូលដល់ពាក់កណ្ដាល76ឥឡូវចូលដល់ឆ្នាំ76ហ្នឹងគឺម្ដាយខ្ញុំមានទំងន់បងស្រីពៅរបស់ខ្ញុំនេះឆ្នាំ1976ដូចជាឆ្នាំមរោងអញ្ចឹងចាំមើលបាទគាត់មានទំងន់ពិបាកម្ដាយខ្ញុំគាត់ជាអ្នកដែលចាញ់ដូចភរិយាខ្ញុំអញ្ចឹងដែរឲ្យតែថាដឹងតែមានទំងន់តាំងពីថ្ងៃទី1រហូតដល់ថ្ងៃកើតហ្នឹងគឺចាញ់ហ្នឹងគឺធ្វើឲ្យគាត់មិនចង់ហូបអីទន់ដៃទន់ជើងសម្រានមិនចង់ងើបបាទហើយនឹងអួតចង្អោបអញ្ចឹងទៅមកបើមានសាច់មានឈាមទេស្គមណាពួកយើងអត់ពិសាអីបានចាញ់បាទបងប្អូនស្រីដែលធ្លាប់មានផ្ទៃពោះអាចនឹងយល់បានថាពាក្យថាចាញ់ហ្នឹងចាញ់រហូតដល់គ្រួសារខ្ញុំនេះខ្ញុំថាឥឡូវគេឲ្យច្រត់ដើមទ្រូងប្តីទៅដើម្បីឲ្យអាចាញ់ហ្នឹងមកប្តីខ្ញុំថាមកឯងច្រត់ខ្ញុំដេកឲ្យគាត់ច្រត់តែញឹកអញ្ចឹងឲ្យចាញ់មកខ្ញុំព្រោះឃើញពិបាកមើលពេកចាញ់ហ្នឹងមកខ្ញុំវាមិនមកទេនៅតែគាត់ក្នុងដដែលទៅម្ដាយខ្ញុំគាត់ចាញ់ពិបាកវេទនាណាគាត់យើងពិបាកផ្នែកដែរព្រោះថ្មីវត្តនៅក្នុងកងមែនយើងចិញ្ចូលបាននៅរៀងធូរស្បាយដែរបើយើងសុំច្បាប់អីគេមកផ្ទះអញ្ចឹងបានខ្ញុំបានសុំច្បាប់មកផ្ទះថ្ងៃមួយបាទមិនចង់រំលឹកប៉ុន្តែមិនរំលឹកនៅវាមិនកើតវាបាត់សាច់រឿងដែរហើយក៏ជារឿងមួយដែលបងប្អូនខ្ញុំក៏អាចនឹងដឹងមិនច្បាស់ពីរឿងហេតុកើតឡើងពួកខ្ញុំក៏ដឹងគាត់ស្លាប់បាត់ខ្ញុំដើរកាត់ពីជំរំក្នុងមកកាត់តាមវត្តទៅឆ្លងវត្តនោះទៅចូលដល់ផ្ទះខ្ញុំមកគេឲ្យមកនៅជាជួរខាងត្បូងវត្តនៅខាងត្បូងវត្តហ្នឹងវាមានរោងចិញ្ចឹមមាន់ជាក្រុមក្រុមយុវជនរបស់យើងហ្នឹងមានចិញ្ចឹមមាន់4 5 6 10ខ្ញុំចាំច្បាស់ប៉ុន្តែមិនច្រើនទេព្រោះត្រង់មាន់ហ្នឹងទៅខ្ញុំដើរកាត់ត្រង់មាន់ហ្នឹងទៅឃើញមេមាន់ក្រាបហ្នឹងនឹកឃើញដល់អ្នកម្ដាយខ្ញុំបាទនឹកឃើញដល់ភាពលំបាករបស់គាត់ដល់ចិត្តចាប់មាន់ហ្នឹងបាទចាប់ទៅវាស្រែកមាន់ហ្នឹងវាស្រែកទៅធ្វើឲ្យអ្នកនៅក្នុងគេចេញមកក្រៅខ្ញុំក៏អត់បានយកមាន់ហ្នឹងទេតែខ្ញុំបានយកពងមាន់2គ្រាប់ជាប់នឹងដៃហ្នឹងក៏យកមកផ្ទះដាក់ស្ងោរជូនម៉ែពិសាទៅ
ai lang về dục ai lang về smile nè trong dọc vòng mòn nè trong mong bờ mong bay rồi càng nghe hai cái hai của chung chuột cái hai của chung dùng chuột nó cái co lực lang cho đó là cái bậc ta măng miền ấy khla măng miền ấy khla còn nó măng muối cái măng có bọt bạ để bọt vì thang gì na sẽ được cạnh bọt bạ để bọt gì đông tây nông nó cái chỗ đó rừng nó kia ta bờ sân chỉ miền rừng còn trắng tại cắt tổ nhà mạch ở trong đó ná vậy xui chỉ vào cầm dụ chuột này nằng cầm dụ chuột nó miền bong ôn cho đôn muối cho miền mất hẹn để lọt vào ngay cái tôi ấy nữa anh nè không sọc không phong dừng đó chẳng có miền mê còn cái lại mà cái sầm ỏi hai một nhóm ỏi chành máu ỏi bạc cá tô không học người ta tích tiên đằng xoay tích tiên luôn này nơi mục ăn chùm dưỡng còn lại đập cá phẩm ra nhân thế tích tiên đằng xoay tích tiên là sông cà rốt ăn chùm sông cà rốt ăn cá thạ lơ nhóm mùa này trong ngày này nhóm ban vừa bờ say khla nhầm ban làm bơ lọ ở vài class một bên ngày lọ class hai có bán xâm tịch tiên luôn ảnh chấm phốt luôn ảnh để bán chia mình dọc chặt tục đã vừa ca mình vì cầm lăng chất xong từ tua xa lập hiệp mình sống vừa ca cài làm o từ ngày một chẳng tới đặt nhà luôn ảnh đang cài làm o chẳng tới nhưng mà đặt nhà chọc nó có mấy con nó cái rộm ăn ao chọc thì người ta miền ấy lạ có mang thế đấy nhầm thà ai bên đây xong đặt luôn từ chun ăn sầm mồ thiệp ăn ca cái net mưa trời ta cái nhầm miền của họ ấy chui cài mọc nhầm phong nhầm đừng tập tu dầu cái mấy con cái ăn để dây tết cái áo crom mười tiền mình nạp tiền nó chỉ nạp mưa tụm độc lại mòn đúng không ạ cái lại màu xong cái độc ăn chung xong rê ca chun bạc để buat nâng sớm một hiệp mất nhom như thế và một nhom chẳng máu cả vì ngày này màu này pin này bàn trâu lụi mòn mòn rùm chỉ mang bạn đi buat vì thang gì na sẽ được cạch bầm planh trộn bát rùm ấy lạng đây lạng sâu như tới mì còn nó khi ao nhóm lạng tôi tu giả hiệp làng miền thì bao tu giả hiệp và nhóm có làng tu giả hiệp những cây màu chạp về những cây màu pin nè cái màu dụ chuyên cái ấy nè pin nè mà chặt gì nè toàn cho toàn ấy đang còn chạp ấy những cái có sâu ở dương đặt nhà chặt ấy trên đấy dương có tu giả hiệp giống tu giả hiệp là nâng hai ngày nâng chầm màu sầm chầm bắp mà chầm màu lên mà đài miền những người chầm cô bẩm nón cứ chặt muôn tay chặt tay muôn về sải chầm còn giờ bàn lui giờ bàn bằng muôn pi crop giờ từ đó test ngao hộp là nâng này cái trắng cái bạc ca bền trắng cắt tốt như mày ao xong một việc cắt tốt cái một việc cắt tốt nó cái ao mình nạm vay nạm nằm bọt cho nó trắng kế có trắng tại cái toàn vay giờ mới gạo trong tên này mà kiền top thì không tới nước miền mình nát tiết rồi lại đôi xem những đấy tu sa phiệp phải tính tiền này như thế tạm thời nát với riêng luôn mình nè riêng rồi phải chung với người lại đánh nhà chật vậy đây dục nắng kia thôi tập pi đây tại nhóm mũi nên mình nát tiền rồi ngay còn nơi rồi riêng miền chỉ vật đấy đây sau phù mà còn rồi này và cái lại to su đánh nhà chật đây chẳng đây tập máu còn đôi trăm process nó đôi trăm cứ ao tu giả phiệp mới miền của họ ấy lơ vì thôi mà đa những miền ấy thì cá thì còn miền những miền mì con mà nạp tiền nó cái máu dây đôi cái thôi xong nhằng cái thì tôi nó cứ miền nạp đại cái đăng rươn nó cái lao máu mà nạp nó đôi chia để lùi score rừng co dòng trăm cho bạn đây ở đây miền rừng thì mọi người cái còn lại ngọc tê trên đấy cái có làng đặt nhà chân đấy chắc cắt tổ vay nằm bằng bọt nhớ nó bọt đáy
ហើយក្រោយម្នាក់នឹងឡើងសារភាពហើយគេចាប់ចងចងម្នាក់នោះហើយក៏ចាប់ចងខ្ញុំដែរចងហើយឈរនៅកណ្ដាលអង្គប្រជុំហ្នឹងទៅអង្គជំនុំគេហើយគេមកឡើងម្នាក់ពាត់បដៅម្នាក់មួយវាយម្នាក់មួយពាត់30នាក់ជាងបងគិតមើលម្នាក់30ម្នាក់មួយពាត់មិន30ពាត់អ្នកខ្លះក៏វាយខ្លាំងដែរអ្នកខ្លះក៏វាយតិចតាមការយកយល់អាណិតសូរអញ្ចឹងទៅដាច់ស្បែកទៅពាត់បដៅតបមកគេក៏រំសាយប្រជុំហ្នឹងទៅហើយគេអត់លែងពួកយើងទេខ្ញុំចាំពីអ្នកហ្នឹងផ្លេចជម្រាបជូនម្នាក់ដែលជាប់ទោសជាមួយខ្ញុំគាត់ត្រូវជាក្មួយប្រធានសហគមន៍ទៀតអនុប្រធានភូមិអនុប្រធានសហគមន៍បាទអនុប្រធានហ្នឹងតែមានអធិបុលហ្នឹងគាត់ណាប្រធានហ្នឹងមិនសូវមានអធិបុលទេគាត់មនុស្សចាស់សូវបានមាត់បានក្រោយទេគាត់នឹងធ្វើអាចារ្យវត្តអីផងតែអនុប្រធានហ្នឹងគាត់មកតមមានអធិបុលតែគាត់នឹងឯងជាអ្នកសម្រេចអត់ឲ្យលែងពួកយើងក្រោយពីវាយហើយហ្នឹងឲ្យយកពួកយើងទៅដាក់ក្នុងជង្រុកស្រូវលើជង្រុកស្រូវគាត់អត់លែងយើងទេគឺគាត់ដាក់ទាំងក្មួយគាត់ទាំងខ្ញុំបាទអញ្ចឹងជាការសម្រេចចិត្តរបស់គាត់បាទអញ្ចឹងខ្ញុំគាត់តែជម្រាបថាខ្ញុំបានទទួលទារុណកម្មជាប់ទោសដោយសារពងមន់ពីគ្រាប់ហើយជាប់ទោសមុនគេនៅក្នុងស្រុកនៅក្នុងភូមិខ្ញុំហ្នឹងបាទសូមស្លេះប៉ុណ្ណឹងសិនចុះខ្ញុំនឹងជម្រាបជូននៅវគ្គបន្ទាប់ទៀតនៅคลิปទី3បាទអរគុណច្រើនជម្រាបលាសូមសុខសប្បាយកើតមានចំពោះលោកអ្នកបងប្អូនប្រុសស្រីគ្រប់ពេលវេលាសូមអរគុណបាទសូមជម្រាបលា